ខ្ញុំឈ្មោះសាមឌីខ្ញុំមានទុននីតិគឺជាប្រធានក្លឹបនយុវជននិងកុមារដំបូងឡើយក្នុងសហគមន៍របស់ខ្ញុំកុមារហើយនិងយុវជនពុំតាន់មានភាពក្លាហានក្នុងការនិយាយនិងមិនតាន់ស្គាល់អំពីការសម្អាតបរិស្ថានឡើយដល់ពេលអង្គការទស្សនពិភពលោកបានជួយផ្ដល់ជាមេរៀននិងផ្ដល់ជាដំបូន្មានល្អៗក្នុងសហគមន៍ខ្ញុំកាន់តែរីកចម្រើននិងកុមារមានភាពក្លាហាននិងស្គាល់អំពីការសម្អាតបរិស្ថានសូមអរគុណអង្គការទស្សនពិភពលោកជំរាបសួរខ្ញុំឈ្មោះសាអែមមានអាយុ37ឆ្នាំខ្ញុំជាប្រធានក្រុមម្ដាយកាលពីមុននៅក្នុងសហគមន៍របស់ខ្ញុំមិនសូវមានការយល់ដឹងអំពីការថែទាំកុមារតូចធ្វើឲ្យកុមារតូចមានសុខភាពមិនល្អនិងខ្វះអាហារូបត្ថម្ភខ្ញុំសូមអរគុណដល់អង្គការទស្សនពិភពលោកដែលបានសហការជាមួយអាជ្ញាធរភូមិឃុំនិងមណ្ឌលសុខភាពបង្រៀនឲ្យធ្វើបបរខាត់គ្រប់គ្រឿងនិងវត្តដៃដើម្បីស្វែងរកកុមារដែលខ្វះអាហារូបត្ថម្ភយកទៅថែទាំបន្ថែមនិងបញ្ជូនទៅមណ្ឌលសុខភាពទាន់ពេលវេលាខ្ញុំសូមអរគុណសង្ឃឹមថាទៅថ្ងៃអនាគតកុមារនៅក្នុងសហគមន៍របស់ខ្ញុំមានសុខភាពល្អមិនខ្វះអាហារូបត្ថម្ភទៀតទេសូមអរគុណHello, my name is Pisat. I'm a program teacher. Thank you so much, sponsor, for your generously supporting our children and community. Through your generous support and strong cooperation with our partners, the sanitation rate reached 67%, a 4% increase, positively impacting Sasan's children. However, access to clean water remains a challenge for them. Many people still use unclean water from Mekong River, ponds, wells, and canals. This exposes them to waterborne diseases. So we will continue working together to improve access to clean water for them. Thank you.